សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសសុខសប្បាយចិត្តទេនៅក្នុងថ្ងៃនេះបងប្អូនចាសឲ្យសម្រាប់វីដេអូនៅក្នុងថ្ងៃនេះនាងខ្ញុំសូមបង្ហាញអំពីការវាយប័រពងមាន់បងប្អូនហើយការវាយប័ររបៀបធ្វើប័រនេះផងដែរគឺងាយស្រួលហើយគ្រឿងផ្សំនឹងក៏តិចដែរចាសសម្រាប់បងប្អូនដែលវាយប័រទៅមិនជោគជ័យចាបងប្អូនសូមកុំរំលងនៅវីដេអូមួយនេះចាបងប្អូនយើងវាយប័រតាមក្បួនបែបនេះគឺទទួលបានជោគជ័យគឺប័រយើងគឺល្អមែនតើចាឥឡូវកុំឲ្យខាតពេលយូរបងប្អូនតោះមកមើលពីរបៀបធ្វើជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចាឥឡូវនេះបងប្អូនបើរបស់នាងខ្ញុំបានរួចរាល់ជាស្ថាពរហើយបន្ទាប់ពីវាយអស់រយៈពេលកន្លះម៉ោងបងប្អូនចានេះយើងប្រើម៉ាស៊ីនផងវាយអស់រយៈពេលកន្លះម៉ោងមកចុកដៃដែរបងប្អូននិយាយរួមទៅម៉ាស៊ីនហឹងក្តៅចាហើយបើសិនបើយើងប្រើដៃវាយសួរថាវាយបានអត់បានចាបានបងប្អូនគ្រាន់តែយើងចំណាយរយៈពេលយូរហើយនឹងកម្លាំងដៃរៀងខ្លាំងដែរចាបើយើងមានម៉ាស៊ីនទៅគឺជួយបានច្រើនមែនតែនចាជួយពន្លឿនពេលវេលារបស់យើងចាឲ្យអត់សូវហត់នេះប្រើតែម៉ាស៊ីនហ្នឹងឡើងកាន់ឡើងចុកដៃដែរបងប្អូនចានៅពេលដែលវាស្អិតពេកទៅគឺឡើងតឹងម៉ាស៊ីនរបស់យើងឡើងក្តៅចាឥឡូវបងប្អូនមើលសភាពបើរបស់យើងនេះបងប្អូនឃើញទេគឺឡើងល្មួតតាំងម៉ាយចឹងតែម្ដងចឹងអីបងប្អូនអើយចលក់នំប៉័ងបៀកនំប៉័ងអីឆ្ងាញ់អស់ពីចិត្តតែម្ដងចាហើយបើធ្វើនំប៉័ងសាច់គោអាំងវិញក៏ត្រូវធៀបគ្នាដែរចានេះបងប្អូនគឺវិធីធ្វើងាយស្រួលហើយគ្រឿងផ្សំក៏អត់ច្រើនដែរបងប្អូនកុំភ្លេចសាកធ្វើទាំងអស់គ្នាចាហើយធ្វើហើយបងប្អូនលទ្ធផលយ៉ាងណាសូមកុំភ្លេចទម្លាក់តាម comment ខាងក្រោមផងចាបងប្អូននេះអូនាងខ្ញុំស្រឡាញ់មែនតើមើលសាច់ឡើងម៉ត់ខៃហើយឡើងទុនល្មើយតែម្ដងឡើងតាំងម៉ែអញ្ចឹងហ្មងណាចាតោះឥឡូវនាងខ្ញុំត្រៀមនឹងដាក់ក្រឡឬមួយក៏ប្រអប់អីមួយដាក់ចូលក្នុងទូទឹកកកអញ្ចឹងទៅប្រើបានរយៈពេលយូរចាក្នុងការរក្សាទុកបងប្អូនចាទុកឲ្យកូនញ៉ាំក៏ចូលចិត្តញ៉ាំមួយនំប៉័ងបៀកមួយនំប៉័ងអីហ្នឹងណាចាតើបងប្អូនថ្ងៃនេះនាងខ្ញុំធ្វើប័រពងមាន់ទៀតទេណាបងប្អូនចាហើយសម្រាប់វីដេអូដែលធ្វើប័រពងមាន់ហ្នឹងក៏មានមុនរួចហើយដែរបងប្អូនតែនាងខ្ញុំធ្វើទៀតធ្វើដោយសារតែកូនគាត់ញ៉ាំជាមួយនំប៉័ងចាហើយនេះខ្ញុំធ្វើពងមាន់ចំនួន4គ្រាប់ចាហើយសម្រាប់ពងមាន់នេះផងដែរបងប្អូនបើសិនជាត្រជាក់យកចេញឲ្យបាត់ត្រជាក់ពីទូទឹកកកបងប្អូនចាអត់ប្រើត្រជាក់យើងយកភ្លាមចេញពីទូទឹកកកអត់យកមកប្រើទេចាទុកវាឲ្យត្រជាក់ហើយនេះគឺជាប្រេងឆាខ្ញុំប្រើចំនួនប៉ុណ្នេះបងប្អូនចាមួយចានចង្កឹះអញ្ចឹងទៅស្ករចំនួន3ស្លាបព្រាហើយនឹងនេះខ្ញុំបានដាក់លាយជាមួយនឹងទឹកដោះគោខាប់បន្តិចបន្តួចហើយនឹងអំបិលចាសម្រាប់ការដាក់ទឹកដោះគោខាប់នេះគឺនាងខ្ញុំដាក់កុំឲ្យប័រយើងវាមានធុំក្លិនអញ្ចឹងណាបងប្អូនចាដូចជាក្លិនឆ្អាបពងមាន់អីអញ្ចឹងទៅចាឲ្យបងប្អូនអាចប្រើម្សៅវ៉ានីដែលជួយឲ្យក្លិនឈ្ងុយចាក៏បានចាតែនេះខ្ញុំអត់មាននេះខ្ញុំប្រើទឹកដោះគោខាប់នេះដើម្បីឲ្យប័រយើងមានក្លិនឈ្ងុយហើយនឹងគ្រីមបន្តិចបន្តួចផងដែរចាហើយស្រាប់ពងមាន់យើងធ្វើតែពងក្រហមទេចាឲ្យទុកពងសចាតោះឥឡូវមកធ្វើជាមួយនឹងនេះខ្ញុំទាំងអស់គ្នាបងប្អូនលាយស្ករចូលទៅហើយនឹងអំបិលហើយបងប្អូនបើអាចបងប្អូនត្រូវប្រើម៉ាស៊ីន mixer នេះបងប្អូនចាទើបវាងាយស្រួលចាវាចំណាយពេលតិចហើយនឹងវាកាត់បន្ថយការប្រើកម្លាំងយើងយូរដែរចាយើងប្រើម៉ាស៊ីននេះគឺជួយបានច្រើនរយៈពេលលឿនណាបងប្អូនចាឥឡូវកូរឲ្យវាសប់សិនកូរស្ករនិងអំបិលវាសប់សិនបងប្អូនចាំវាយធ្វើបែបនេះទៅបើរបស់យើងនឹងឡើងល្អបងប្អូនឡើងស្អិតល្មួតតែម្ដងហើយពណ៌ក៏បានស្អាតទៀតចូលបងបន្ទាប់ពីកូរឲ្យវាលាយមិចចូលគ្នាហើយចាចាប់ផ្ដើមបាន
ចាំបងប្អូននៅពេលដែលវាយបានមកស្ទុះក្រោយមកស្កររបស់យើងរៀងលេទេគឺវាចេញពណ៌អសបែបនេះណាចាតែមិនជាអ្វីបងប្អូនតិចទៀតអានេះគឺជាដំណាក់កាលដំបូងនៃការដំណើរការនៃការបើរបស់យើងចាតិចទៀតគឺវានឹងប្រែពណ៌ទៅជាពណ៌លឿងស្អាតហើយចាបន្ទាប់ពីយើងបានដាក់ប្រេងឆាអីចឹងណាបងប្អូនចានេះហើយមួយទៀតបងប្អូនអាចប្រើវែកជ័រយើងបែបនេះទៅចាយើងគៀយើងនេះទៅវាស្រួលណាចាវាអត់ជាប់ច្រើនទេចាយើងគៀបែបនេះចានេះយើងវាយបានដូចជា1នាទីបងប្អូនខ្ញុំវាយបាន1នាទីអញ្ចឹងគឺវាឡើងពណ៌សបែបនេះអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាហើយណាបងប្អូនឃើញវាអាចវាឡើងទៅជាពណ៌លឿងតិចម្ដងហើយណាបងប្អូនចាមិញមុននឹងយើងដាក់ប្រេងឆាគឺពណ៌សតែម្ដងពណ៌ទឹកដោះគោចាបន្ទាប់ពីយើងដាក់ប្រេងឆាហើយយើងបន្តវាយទៅវាឡើងទៅជាពណ៌បែបនេះចាតិចទៀតនឹងពណ៌លឿងស្អាតតែម្ដងបងប្អូនវាឡើងពណ៌ម្ដងតិចអញ្ចឹងមិនថាបងប្អូនកុំបារម្ភនៅពេលដែលយើងវាយដំណាក់កាលដំបូងចាគឺជា process វាដំបូងនៅពេលដែលវាស្ករមួយពងមាន់គឺវាអញ្ចឹងហើយនៅពេលយើងវាយដំណើរការបន្តទៀតគឺវាឡើងពណ៌បែបនេះចាតឥឡូវតាមដានជាមួយនឹងនេះខ្ញុំទាំងអស់គ្នានេះបងប្អូនឃើញឡើងលឿងល្អហើយឡើងលមួតតែម្ដងបងប្អូនសាច់ប័ររបស់យើងឡើងលមួតតែម្ដងចាមើលលមួតដូចស្ករតាំងម៉ែអញ្ចឹងណាបងប្អូននេះឃើញឡើងមាត់ខៃហើយនេះខ្ញុំដាក់ទឹកដោះគោជាកិច្ចមកហើយចាទឹកគោខាប់បងប្អូនសម្រាប់បងប្អូនដែលចូលចិត្តរសជាតិផ្អែមអីអាចថែមថយស្ករទៅតាមហ្នឹងណានេះខ្ញុំប្រើស្ករសតែ3ស្លាបព្រាបាយនោះទេពងមាន់4គ្រាប់ចាមួយល្មមពួកអីល្មមសម្រាប់ក្រុមគ្រួសារខ្ញុំណាបងប្អូនចាអត់សូវញ៉ាំផ្អែមទេចាតើឥឡូវនេះខ្ញុំចាប់ផ្ដើមវាយហើយតឹងដៃមែនទេបងប្អូនគឺវាស្អិតល្មួតពេលឡើងតឹងដៃពេលដែលនេះខ្ញុំដាក់ទឹកដោះគោខាប់ពណ៌របស់វារៀងស្លេកបន្តិចចាពណ៌របស់វារៀងស្លេកបន្តិចចឹងណាពួកទឹកដោះគោខាប់យើងពណ៌សប៉ុន្តែដើម្បីចង់បានក្លិនឈ្ងុយចាមិនជាអ្វីហើយមួយទៀតបើសិនមកបងប្អូនបានពងមាន់បែបល្អបងប្អូនពងមាន់ក្រហមល្អពងមាន់ធម្មជាតិល្អហ្មងចាអាហ្នឹងក៏កាន់តែធ្វើឲ្យប័ររបស់យើងមានពណ៌ក្រហមស្អាតដែរចាលើបងប្អូនមើលល្មួតអត់ទេចានេះខ្ញុំចាប់ផ្ដើមវាយរៀងប្រើដៃពីរតិចបងប្អូនព្រោះវាតឹងមែនតើចាដាក់ចូលទៅក្នុងប្រអប់តាមការគួរតែនេះខ្ញុំឧស្សាហ៍ធ្វើបងប្អូនចាអស់ធ្វើដោយសារតែកូនចាគាត់ចូលចិត្តចាមិនថាតាកូនក្មេងបងប្អូនតែនេះខ្ញុំពេលខ្លះ breakfast ព្រលឹមឡើងហៅអីមិនតាន់ចានំប៉័ង2ចំណិតចឹងទៅបៀកប័រទៅរួចបាត់ងាយហើយយើងនៅស្រុកគេចឹងងាយទេបងប្អូនអើយចេញទៅ breakfast អីទិញ breakfast អីគេមិនដូចបាយសូបបរកាទៀវដូចយើងនៅស្រុកខ្មែរសម្បូរបែបណាចានេះបងប្អូនឃើញទេពណ៌ក៏ស្រស់ស្អាតចាហើយគុណភាពប័រយើងក៏ល្អទៀតតែនឈ្ងុយឆ្ងាញ់ចា
และในវីដេអូរបស់នេះខ្ញុំក៏ដល់ទីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានតាំងពីដើមរហូតដល់ចប់បងប្អូនដែលមិនទាន់ចុច Subscribe YouTube Channel របស់នេះខ្ញុំសូមកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃបងប្អូនកុំភ្លេចសាកធ្វើទាំងអស់គ្នាណាសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀតបាយបាយ